ចលនាក្រុមហ៊ុតទីនៅក្នុងប្រទេសយេម៉ែនបានបើកការវាយប្រហារតាមដែនអាកាសទៅលើប្រទេសអ៊ីស្រាអែលដោយបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកនិងមីស៊ីលផ្លោកាលពីថ្ងៃទី24កញ្ញា2025ក្រុមឧទាមហ៊ុតទីបានវាយប្រហារសម្ដៅទៅលើទីក្រុងអ៊ីឡាត់របស់អ៊ីស្រាអែលដែលបណ្ដាលឲ្យមនុស្សប្រហែល20នាក់រងរបួសដោយក្នុងនោះមាន2នាក់របួសធ្ងន់កងកម្លាំងការពារអ៊ីស្រាអែលបានបញ្ជាក់ថាដ្រូននេះមានប្រភពមកពីប្រទេសយេម៉ែនហើយបានកត់សម្គាល់ថាពួកគេបានព្យាយាមស្ទាក់ចាប់ប៉ុន្តែមិនអាចបានសម្រេចក្រុមហ៊ុនទីបានអះអាងពីការទទួលខុសត្រូវដោយបញ្ជាក់ថាវាគឺជាផ្នែកមួយនៃបេសកកម្មបានដោយជោគជ័យដោយប្រឆាំងទៅនឹងអ្វីដែលហៅថាសត្រូវអ៊ីស្រាអែលលើសពីនេះទៅទៀតនៅដើមឆ្នាំ2025ក្រុមហ៊ុនទីបានបាញ់មីស៊ីលផ្លោងលឿនជាងសម្លេងនៅអាកាសយានដ្ឋាន Ben Gurion នៃទីក្រុង Tel Aviv ដែលបណ្ដាលឲ្យមានការខូចខាតនិងរបួសមនុស្ស8នាក់ការវាយប្រហារដោយកំជ្រួចនេះត្រូវបានគេបញ្ជាក់ថាជាការវាយប្រហាររបស់ក្រុមហ៊ុនទីដែលមានប្រភពចេញពីប្រទេសយេម៉ែនកងទ័ពអាកាសអ៊ីស្រាអែលបានបើកការស៊ើបអង្កេតដំបូងទៅលើយន្តហោះគ្មានមនុស្សបើកតែត្រូវបានរកឃើញដោយយឺតយ៉ាវទោះបីជាសេរ៉ែនបានបន្លឺឡើងដើម្បីជាសញ្ញាផ្ដល់ទៅដល់ជនស៊ីវិលក៏ដោយការបរាជ័យរបស់ខែលការពារដែនអាកាស Iron Dome ក្នុងការបាញ់ទម្លាក់ដ្រូននេះគឺអាចដោយសារតែវាហោះហើរក្នុងរយៈកម្ពស់ទាបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថាការវាយប្រហារណាមួយលើទីក្រុងនានារបស់អ៊ីស្រាអែលនឹងត្រូវជួបជាមួយទៅនឹងការវាយប្រហារដ៏ធ្ងន់ធ្ងរនិងឈឺចាប់បំផុតប្រភព Time of Israel